កណាសូមអរគុណអរប្រគុណដោយទៅសិក្សាជាមួយព្រះអង្គគ្រូនឹងបានកំណត់ដឹងច្បាស់ថារូបធម៌នាមធម៌មិនមែនជាអាត្មាអញកើតហើយក៏រលត់ទៅនឹងគឺខ្ញុំកណាស្គាល់ហើយដឹងច្បាស់ដោយខ្លួនឯងព្រះអង្គគ្រូខ្ញុំបកណាចម្រើនហើយឥឡូវនេះខ្ញុំធ្លាប់ពីមុនឆេវឆាវធ្លាប់គេនិយាយអីបន្តិចមិនបានធ្លាប់គេថាអីឲ្យក៏មិនបានឆេវឆាវខឹងរន្ធត់ញាប់ញ័រពីមុនមកបាត់អស់ហើយខឹងឆេវឆាវភ័យតក់ស្លុតញ័រដឹបបេះដូងអីចឹងណាព្រះអង្គគ្រូឥឡូវហ្នឹងបានបាត់ហើយគឺបាត់និយាយទៅសឹងតែ90%ព្រះអង្គគ្រូខឹងសបាយរីករាយដូចថាគេនិយាយអីឆាប់ដូចថាឆាប់រន្ធត់ឆាប់ញ័រអីចឹងណាឥឡូវហ្នឹងបានបាត់អស់ហើយលោកគ្រូអត់ដឹងថាទៅណាបាត់អស់លីងហ្មងលោកកណាឃើញថាដឹងជាថាយ៉ាងម៉េចយ៉ាងណាដឹងបានយ៉ាងម៉េចទេលោកអង្គគ្រូអើយតើចម្រើនយូរទៅបាត់អញ្ចឹងអស់លីងហ្មងអត់ដឹងថាយ៉ាងម៉េចដែរព្រះអង្គគ្រូតទៅពេលឃើញពួកគាត់ឆ្លោះជជែកគ្នានិយាយអីដូចថាបកាយប្រណាំងគ្នាអីចឹងណាតាកើតចិត្តសង្វេគញញឹមម្នាក់ឯងនឹកគិតថាហេតុតែគាត់មិនយល់ដូចជាកើតបញ្ញាអីមិនមួយយ៉ាងឯងដូចឆ្លៀសវ័យជាងមុនចឹងណាព្រះអង្គគ្រូកណាសូមជម្រាបព្រះអង្គគ្រូប៉ុណ្ណឹងកណាសូមថ្វាយគុំលាព្រះអង្គគ្រូពីចម្ងាយពោចម្រើនពោខ្ញុំកំណត់ថាបញ្ញាដែលយើងឆ្លៀងពីនាមរូបឆ្លៀងពីសង្ខារធម៌នេះប៉ុន្តែសំបីបញ្ញាហ្នឹងក៏ជាសង្ខារធម៌ដែរខ្ញុំកំណត់ដឹងចិត្តឧបេក្ខាថាការខឹងក្រោធនេះតរាបណាយើងតន់ដល់ព្រះរិបុគ្គលថ្នាក់ព្រះនាគាទេយើងលះអត់តន់បានទេពោវាអាចធ្លាក់មកដើមមួយថ្ងៃណាមួយប៉ុន្តែវាមានកម្លាំងខ្សោយដោយសារយើងមានវិបស្សនាបរិបូរជាប់ជាប្រកដីហើយពោដូច្នេះហើយញោមរក្សាបស្សនាកុំឲ្យបាត់បង់ទៅញោមនឹងនេះជាទីពឹងរបស់ញោមហើយពោញោមនឹងជាបុគ្គលលេងស្លុតលេងថត់ពីថ្ងៃតទៅពោញោមនឹងអាចបិទភ្នែកទាំងស្ងប់ពេលដែលញោមចេញចាកអំពីលោកនេះប្រកបដោយបញ្ញាហើយចេញចាកលោកនេះទៅកាន់លោកឧតីក៏ប្រកបដោយបញ្ញាមិនយូរទេពោផ្លូវរបស់ញោមនឹងបានចូលកាន់ផ្លូវព្រះនិព្វានយ៉ាងពិតទៅពោផ្លូវនឹងពោចម្រើនពោសាធុអរគុណណាព្រះអង្គខ្ញុំបករណាមិននឹកស្មានថាជាតិនឹងបានស្គាល់ធុអរគុណណាព្រះអង្គខ្ញុំបករណាមិននឹកស្មានថាជាតិនឹងបានស្គាល់ព្រះអរិយៈស្គាល់ព្រះសោតាបានជួបប្រសពនឹងព្រះសក្តិព្រះនាគាធ្លាប់តែលើនៅក្នុងព្រះបិដកលើព្រះអង្គទេសនាលើកណាបានជួបផ្ទាល់បានស្គាល់ព្រះអង្គនេះគឺជាទ្រព្យរបស់កណាមិននឹកស្មានទេកណាមិននឹកស្មានទេសំបីតែថាមានភ្នំមាសប្រពន្ធណានៃនៅក្រោយផ្ទះក៏មិនស្មើនឹងបានស្គាល់ព្រះអង្គដែរកណាបានស្គាល់ធម៌របស់ព្រះអង្គស្គាល់ពីនាមនិងរូបស្គាល់ពីសង្ខារធម៌នេះកណាពិតជាមានសំណាងខ្លាំងណាស់ព្រះអង្គកណាអរគុណព្រះអង្គកណាមុនពេលសមាធិកណាតែងតែថ្វាយបង្គំក្រោមប្របាទទីរបស់ព្រះអង្គសូមខមាទោសដោយដែលកណាបានទៅសមាធិនៅវត្តចូលវគ្គ7ថ្ងៃចឹងកណាតែងតែបូជាកាយថ្វាយនៅជីវិតអរនៅប្រគុណព្រះអង្គខមាទោសព្រះអង្គកណាបានស្គាល់ធម៌ពិតរបស់ព្រះអង្គកណាពិតជាមានសំណាងខ្លាំងណាស់ព្រះអង្គសាធុអរគុណព្រះអង្គឃើញព្រះអង្គបរៀនពីញាណ16ខ្ញុំកណាចាប់អារម្មណ៍ចង់ចូលរៀនតែខ្ញុំកណាអត់សូវយល់ទេពីញាណ16ព្រះអង្គប៉ុន្តែស្គាល់ខ្លះញាណនឹងអត់ស្គាល់គ្រប់ខ្ញុំកណាឃើញទៅមាននិស្ស័យចង់រៀនខ្ញុំកណាដែលខ្យល់ឡើងញឿទៅដល់ក្បាលទៅវានៅកន្លែងក្បាលហើយវាអត់ធ្លុះទៅមុខណាព្រះអង្គអានោះខ្ញុំកណារៀនពីសមថៈពីមើលអាណាបានុខ្ញុំកណារៀនពីមើលអាណាបានុសតិកណាព្រះអង្គម្ចាស់ខ្ញុំកណាដែលក្បាលញឿនឹងខ្ញុំកណាណែធ្វើណែចម្រើនអាណាបានុសតិព្រះអង្គ
ពេលចរើនទៅខ្យល់ដល់ក្បាលទៅវានៅនឹងធ្វើឲ្យញើកត្រាក់កត្រែងឲ្យតែចរើនទៅដល់ត្រឹមក្បាលញើរឿងថ្ងៃអញ្ចឹងឯងព្រះអង្គហើយខ្ញុំកណាដែលរៀនសមថៈកម្មដ្ឋានខ្ញុំកណារៀនគ្រូច្រើនព្រះអង្គរៀនគ្រូនេះបន្តិចគ្រូនោះបន្តិចរៀនអត់សូវបានពិតប្រកបណាព្រះអង្គហើយខ្ញុំកណាស្ដាប់តាមYouTube ផងទៅរៀនផ្ទាល់រៀនអត់បានយូរព្រះអង្គរៀនអត់សូវពិតប្រកបបានខ្ញុំកណាអត់បានអីហើយរៀនព្រះអង្គខ្លះទៅលោករៀនពីបាសនាទៅព្រះអង្គខ្លះទៅរៀនពីសមថៈទៅដល់អញ្ចឹងទៅខ្ញុំកណាមកធ្វើជូនកាលទៅថ្ងៃណាក៏ធ្វើវិបស្សនាថ្ងៃណាក៏ធ្វើសមថៈវាអត់ច្បាស់លឿនណាព្រះអង្គតាមឃើញព្រះអង្គរៀនពីវិបស្សនាទៅខ្ញុំកណាចង់រៀនបន្តពីព្រះអង្គទៅបើកណែទូរស័ព្ទទៅឃើញទៅមានវិស័យចង់រៀនព្រះអង្គបានពោសាធុខ្ញុំអញ្ជើញមករៀនបានពោប៉ុន្តែសម្រាប់ខែ12នេះក្តីហើយនឹងខែ1ក្តីប្រធារៈត្រូវទៅបង្រៀននៅខេត្តពោនៅមណ្ឌលមជ្ឈមណ្ឌលខេត្តដូច្នេះឆ្ងាយពោដូច្នេះបើសិនជាញោមប្រាថ្នារៀនញោមអាចអញ្ជើញមករៀនខែ2នៅខេត្តកំពង់ស្ពឺពោវត្តព្រៃស្វាយខេត្តកំពង់ស្ពឺបានពោតងរឿងញោមមានភាពញ័រនៅលើក្បាលហ្នឹងប្រពុតសំដែងធាតុ4នៅក្នុងកាយរបស់សត្វលោកប្រជុំដោយធាតុ4តែសត្វលោកអត់ដែលស្គាល់ណាបងតែសម្គាល់ថាជាខ្លួនប្រកបដោយតណ្ហាតថេមាននេះមកជាមួយធរហ្នឹងក៏ពិតធាតុទាំង4ហ្នឹងគឺបានដល់ធាតុដី20ធាតុទឹក12ធាតុខ្យល់6ធាតុភ្លើង4ចឹងអាភាពញ័រនៅលើកាយរបស់ញោមហ្នឹងគេហៅថាវាយោធាតុជាធាតុខ្យល់ហ្នឹងគឺជារូបធម៌បងនឹងមិនមែនជាក្បាលរបស់ញោមញ័រទេតែបើសារញោមមិនបានស្គាល់អំពីរូបបរមត្ថព្រះអភិធម្មខ្លះទៅញោមបដិបត្តិទៅញោមឆ្ងល់ហើយក្បាលញោមញ័រហើយដៃញោមញ័រហើយខ្លួនញោមតឹងហើយមុខញោមស្ពឹកហើយញោមឈឺក្បាលហើយញោមក្តៅខ្លួនហើយបានញោមត្រជាក់ខ្លួននឹងយើងដោយសារយើងមានទិដ្ឋិប្រកាន់ថារូបនឹងជាខ្លួនណាដើម្បីយើងជិះច្បាស់ដើម្បីដោះស្រាយទិដ្ឋិនេះបានតតែញោមមករៀន7ថ្ងៃពេញទៅញោមអាចចេះច្បាស់ហើយញោមទៅវិញញោមនឹងសប្បាយចិត្តរីករាយពោញោមនឹងបានចេះច្បាស់នៅព្រះនិព្វានណាពោរយៈពេល7ថ្ងៃឬក៏លើស7ថ្ងៃឡើងទៅពោសាធុមានសិស្សវិបស្សនាយើងបាទទៅដល់រាជបុគ្គលថ្នាក់ពិសោធន៍តាបានជោគចិត្តជាង10នាក់ជាងហើយពោឯសកតិគីមីប្រហែលជា2 3នាក់ពោបានទៅដល់ហើយព្រះអនាគីក៏មានអ្នកទៅដល់ហើយពោដើម្បីជាច្បាស់ញោមអាចចេញមករៀនញោមនឹងបានអស់សេចក្តីសង្ស័យក្នុងផ្លូវព្រះនិព្វានតាមបស្សនាញាណ16ហ្នឹងពោវិបស្សនាញាណ16ឬបស្សនាញាណ9នឹងដូចតែគ្នាទេពោសាធុបើយើងចាំអត់យកទៅប្រតិបត្តិទេនៅតែជបោកច្បល់អញ្ចឹងបើយើងគ្រាន់តែចាំទៅឈ្មោះហើយអត់យកទៅប្រតិបត្តិទេនៅតែច្បោកច្បល់ទៅនិយាយនៅតែឆ្កងទៅហើយបើនិយាយឆ្កងហើយគឺប្រតិបត្តិអត់ចេញទេហ្នឹងអញ្ចឹងយើងឃើញថាមានចេកេះឬក៏មានកាយទេសកកលាបៈកាយទេសកកលាបៈនេះព្រះអង្គនេះយើងនេះមិនមែនយើងចេះខ្លួនឯងទេយើងចេះអំពីព្រះអង្គប្រាប់ដាក់តយើងអ្នកប្រតិបត្តិមានយោនិសោមនសិការៈញ៉ាំងសតិនិងបញ្ញាកំណត់ដឹងធាតុមិនដឹងថាជារូបធម៌តែពេលនឹងបញ្ញាសតិកើតដែរឬអត់សំខាន់ណាស់ហ្នឹងឯងហើយបើមានយោនិសោមនសិការៈមួយទៀតញ៉ាំងបញ្ញានិងសតិកំណត់ដឹងនៅធាតុដឹងថាជានាមវត្ថុដែលមានភាសាជាគម្រប់5មកធាតុដឹងនិងធាតុមិនដឹងមកជាអារម្មណ៍របស់បញ្ញានិងសតិចំពោះធម៌របស់ព្រះអង្គដែលសម្ដែងឲ្យយើងប្រតិបត្តិនេះគឺត្រូវឃើញដោយញាណហើយនឹងបញ្ញាខណៈរបស់រូបធម៌ដែលជាធាតុមិនដឹងនិងលក្ខណៈរបស់នាមធម៌ដែលជាធាតុដឹងអញ្ចឹងខណៈនឹងវាមានតែធាតុដឹងនិងធាតុមិនដឹងវាមានតែរូបធម៌និងនាមធម៌មានសត្វបុគ្គលដែរមានយើងដែរខណៈនឹងមានសកាយតិទេដែរគឺអត់មានហើយតើតែមកដឹងរូបធម៌និងនាមធម៌
សិនបានអាចដឹងមិនទៀងជាទុកជាអនត្តាបានដឹងមិនទៀងជាទុកជាអនត្តាសិនបានអាចទៅដឹងអរិយសច្ចៈទាំង4បានវាតតែយើងដឹងនៅរូបធម៌និងនាមធម៌លះបង់នៅសកាយតិដ្ឋិសិនបានយើងអាចដឹងថាមិនទៀងជាទុកជាអនត្តាបានដឹងមិនទៀងជាទុកជាអនត្តាបានសិនបានយើងទៅដឹងអរិយសច្ចៈបានឃើញទេ